យកទឹកដីយើងវាយ៉ាងខ្លាយទាំងអស់គ្នាណាកូនរំតស៊ូបានត្នេះផ្ទះថ្មបានឡានបានម៉ូតូគឺកម្មហើយដល់តែបានហើយមើលចេះទៀតភាសាពីសាបីសាថៃបីសាថៃហើយកូនគ្រប់គ្រាន់ហើយខ្ញុំអត់មានអីមកលើទីមួយខ្ញុំនឹងគួយនៅចុងស្វាយគួយស្វាយបាននៅចុងស្ងាយហើយកូនហើយដល់លើកទី2ទៀតគេមកជាមួយគេក៏ទៅបាត់ទៅនៅតែក្នុងយ៉ាងគូពិការណាគុណទៅមានចំចិនមកណាមិនកំពុងតែបើកថ្ងៃហេតុអ្វីក៏ងងឹតឈឹងអ្នកអាក្រក់គេថាល្អមិនក៏ហត់គឺជាថាការពិតអញ្ចឹងក្នុងសង្គមនេះគឺវាបែបនេះបើសិនជាយើងអន់គេនឹងជន់ជីងើបឡើងតតាំង Cambodia need peace ទឹកភ្នែកខ្ញុំស្រក់ហូរបងប្អូនភាសឹកមានមួយគំនៅប្រជារាស្ត្រខ្មែរកំពុងតែវឹកវើតើអ្នកឯងភ្នែកខ្វាក់ឬក៏ជឿពាក្យគេភើពួកអាសៀមវាឈាមថោកវាកន្លែងប្រវត្តិសាស្ត្រឲ្យតាំងពីយូរលង់មកបច្ចុប្បន្នកាលណៅគ្រឿងទៅស្មោកគ្របវាបំពេញចំបំភាន់លុកលាន់ហើយរំលោភប្រាសាទខ្មែរត្រូវបានកំទេចទ្រូងខ្ញុំស្ទើរប្រាច់មិនអាចបំភ្លេចគិតថាត្រឹមជាដុំថ្មឬក៏យ៉ាងម៉េចក៏ពិភពលោកអ្នកមើលមិនឃើញយុទ្ធធម៌មានតែសម្រាប់ជាតិយើងចុះជាបេតិកភណ្ឌបានប្រយោជន៍អីមិនក៏មិនអើពើមើលគ្មានតម្លៃតម្លាភាពនៅឯណាមិនហ៊ានស្រមៃស្រមោលដិតប្រាណដោយសាចោលថៃលើកដៃបួងសួងដល់ព្រះជួយថែរក្សាទ័ពយើងជោគជ័យជំនះការពីពួកគាត់ឆាប់បានត្រឡប់មកផ្ទះជួបជុំប្រពន្ធកូនតាន់ថ្ងៃកំពុងរះខ្ញុំសូមក្រាបក្បាលធរណីរំលឹកនៅគុណវីរៈកងទ័ពដែលពលីប្រណំអង្គមដោយហាត់ថាទាំងពីរកូនខ្មែរគ្រប់រូបនឹងចំអ្នកគ្រប់វិនាទីខ្ញុំកើតទុកខ្ញុំមិនសឹកចិត្តហើយរយុទ្ធធម្មមានពិតប្រជាជនចង់គូឲ្យអានៅក៏ត្រូវភីសឹកដាច់បាច់ខ្វះទឹកមកត្រមលំបាកយប់ថ្ងៃលៀបទឹកធៀបប្អូនឃ្លាតបងបានត្រឹមយំនឹកសំលេងស្លប់តែសប្បាយក៏កឹកពេលនេះក្រផតលឺសន្តិដីសាសគ្រាមធ្វើឲ្យវឹកនឹកអាណិតក្មេងចាស់ចូលរៀវងវែងស្ត្រីពពុះមិនបានគេពិបាកសម្រាប់រូបខ្លាចសំលេងម្ដាយទើបតែសំរាលសរសៃខ្ចីលើបានស្រាលឈឺពិបាករងអ្នកព្យាបាលកាមណាទើបអ្នកបាញ់ចប់វិនិច្ឆ័យសង្គ្រាមមានជាសាកសពអ្នកណាក៏ដឹងអ្នកណាក៏ស្អប់តែពួកអាសៀមប្រហែលវាលាប់មានសន្តិភាពចិត្តវាមិនស្កប់ឲ្យនៅមិនស្កប់ដល់ពេលណានេះហើយសន្តានតាំងពីដូនតាប្រវត្តិសាស្ត្រដែលបានចាស់ចោលលួចទាំងដីនៃព្រៃមហាមហិច្ឆតាវាធំណាស់ចំបាត់ដីខ្មែរមិនចេះខ្មាស់ហ៊ានបាញ់សម្លាប់នៃពួកព្រះក្តាស់ដោយមិនញញឹតដៃសន្តានសាស្ត្រទេរិឆានចង្រៃគ្មានអ្វីនៅថិតថេរមនុស្សអាចកាត់ដីមិនអាចទេបើជាតិរកាសជុំមិនរីរេស្ម័គ្រស៊ូដើម្បីជាតិពលីកាពីបុរាណភាពស្មារតីជាតិខ្មែរទៅរស់ទៅលៀនតតាមនឹងសត្រូវទុកទូលកុំឲ្យវិញនៅហ៊ានជុំបាញ់ឲ្យចាំផ្លើខ្មោចទៅហ៊ានថៃងប់វិញដីវិញនៅតែខ្លាំងប្រាស់ច្បាប់ប្រៃរំលោភបំពេញយ៉ាងអនាធិបតេយ្យមកលើសាសខ្មែរតែមិនដឹងអ្វីវាចាប់ប្រកាន់ថាយើងឆ្លៀតមានលែននេះលែននោះលែនមួយរលៀនយកលេសដើម្បីធ្វើជាផ្លូវវាដើម្បីគោលដៅកាត់បានជឿចំឡងពូពីឲ្យដល់ត្រៃជឿគុំគិតតែខ្មែរចោលចាញ់ហើយនៅតែចូលនៅតែបាញ់សម្លាប់សម្លេងពូឯងឲ្យឆៃបាត់អញចង់បានសន្តិភាពឲ្យលឺដែរទេអាពូអាសាត